សូមគោរពសម្ដេចទ្រង់ឯកឧត្តមលោកជំទាវលោកលស្រីប្រមាត្រទស្សនិកជនជាទីគោរពនិងជាទីមេត្រីសូមស្វាគមន៍មកកាន់កម្មវិធីអ្នកត្រូវដឹងពីកម្មវិធីអ្នកត្រូវដឹងរៀងរាល់សប្តាហ៍តែងតែលើកយកនៅប្រធានបទសំខាន់ដែលពាក់ព័ន្ធទៅនឹងពន្ធដារគណនេយ្យសវនកម្មច្បាប់ពាណិជ្ជកម្មអប់រំនិងសុខភាពជាដើមទុកជាចំណេះដឹងទៅដល់អស់លោកលស្រីដែលតែងតែគាំទ្ររាល់ការផ្សាយរបស់ Cambodia Flash News នៅក្នុងសប្តាហ៍នេះពីកម្មវិធីអ្នកត្រូវដឹងបានលើកយកប្រធានបទដ៏មានសារៈប្រយោជន៍មួយទៀតពាក់ព័ន្ធទៅនឹងពន្ធប្រថាប់ត្រាតើពន្ធប្រថាប់ត្រាតើមានអត្រាពន្ធយ៉ាងដូចម្តេចដែរហើយនៅក្នុងនោះផងដែរគឺពីកម្មវិធីមានកិត្តិយសមែនទែនបានគ្រប់អញ្ជើញវាគ្មិនមួយរូបគឺកញ្ញាអរិនសវុធានីកញ្ញាគឺជាប្រធានផ្នែកគ្រប់គ្រងពន្ធនិងគណនេយ្យដែលមានបទពិសោធន៍ជាយូរឆ្នាំមកហើយនឹងមកធ្វើការចែករំលែកទៅលើប្រធានបទដែលនេះខ្ញុំបានជម្រាបជូនខាងលើនេះនៅក្នុងគណៈនេះគឺមានវត្តមាននៃខ្ញុំលន់ស្រស់បាទខ្ញុំបាទសូមប្រសិទ្ធបាទរួមជាមួយនឹងវាគ្មិនកិត្តិយសយើងនឹងជជែកគ្នាបើអំពីអ្វីទៅជាពន្ធប្រថាប់ត្រាចាក់ដើម្បីកុំឲ្យខាត់ពេលវេលាយូរពីកម្មវិធីក៏សូមស្វាគមន៍ទៅដល់វាគ្មិនកិត្តិយសរបស់យើងតែម្ដងចាគោរពជំរាបសួរបាទសូមជំរាបសួរបាទចាសូមអរគុណទៅដល់វាគ្មិនកិត្តិយសដែលបានចូលរួមនៅក្នុងកម្មវិធីអ្នកត្រូវដឹងនៃសប្តាហ៍នេះហើយជាបឋមសូមឲ្យវាគ្មិនធ្វើការស្វាគមន៍ទៅកាន់ទស្សនិកជនចាសូមអញ្ជើញជំរាបសួរទស្សនិកជនទាំងអស់ដែលបានកំពុងតែទស្សនានៅកម្មវិធីអ្នកត្រូវដឹងរបស់សារព័ត៌មាន CFN News នាងខ្ញុំឈ្មោះរិនសវុធានីមានតួនាទីជាប្រធានផ្នែកគ្រប់គ្រងពន្ធនិងគណនេយ្យដែលមកពីខាងក្រុមហ៊ុន Comply Accounting និង Tax Service ដែលនាងខ្ញុំមានបទពិសោធន៍រយៈពេល6ឆ្នាំមកហើយទៅលើវិស័យនេះហើយសប្តាហ៍នេះនាងខ្ញុំក៏កំពុងតែបន្តការសិក្សាបន្ថែមទៅលើផ្នែកបច្ចេកទេសនានាទៅតាមគោលការណ៍របស់ក្រុមហ៊ុនមួយហើយនឹងកំពុងតែសិក្សាថ្នាក់អនុបណ្ឌិតនិងគណនេយ្យករជំនាញ ACCA នៅសាលា Khmer Business School ផងដែរចា៎ហើយចំពោះក្រុមហ៊ុន Comply និង Accounting Tax Service របស់យើងក៏មានផ្ដល់នូវសេវាកម្មប្រឹក្សាយោបល់ទៅលើផ្នែកពន្ធដារគណនេយ្យនិងសវនកម្មព្រមទាំងផ្នែកសំខាន់ផ្សេងទៀតដែលជាសូចនាករសំខាន់របស់ក្រុមហ៊ុនតាក់ទងជាមួយនឹងការចុះបញ្ជីការក្រុមហ៊ុននិងការប្រឹក្សាយោបល់ទៅលើសុខភាពហិរញ្ញវត្ថុក្រុមហ៊ុនរបស់អស់លោកលោកស្រីអ្នកនាងកញ្ញាចា៎សូមអរគុណបាទជាថ្មីម្ដងទៀតបាទអរគុណវាគ្មិនកិត្តិយសមែនទែនដែលបានចំណាយពេលវេលាដ៏មានតម្លៃផ្ទាល់ខ្លួននៅក្នុងការអញ្ជើញបាទចូលរួមបាទចែករំលែកទៅលើប្រធានបទនៅថ្ងៃនេះហើយខ្ញុំជឿថាប្រធានបទថ្ងៃនេះបាទគឺជាប្រធានបទដ៏មានសារៈសំខាន់ព្រោះថាអ្នកជាប់ពន្ធមួយចំនួនបាទលោកបានទទួលជ្រាបអំពីវិស័យពន្ធហើយលោកអ្នកមួយចំនួនបាទមិនបានជៀបច្បាស់អំពីពន្ធទេហើយពិសេសគឺពាក់ព័ន្ធទៅនឹងពន្ធប្រថាប់ត្រាតែម្ដងហើយកន្លងមកហ្នឹងក៏មានការភ័ន្តច្រឡំមួយចំនួនដែរសង្ឃឹមថាថ្ងៃនេះបាទវាគ្មិនកិត្តិយសនឹងចែករំលែកធ្វើយ៉ាងណាផ្ដល់ជាចំណេះដឹងជូនទៅកាន់ទស្សនិកជនផងដែរបាទអញ្ចឹងអ្វីដែលជាសំណួរដំបូងបាទនៅក្នុងកម្មវិធីរបស់យើងនៅថ្ងៃនេះបាទខ្ញុំចង់ឲ្យវាគ្មិនបាទបញ្ជាក់បន្ថែមអំពីថាតើពន្ធប្រថាប់ត្រាគេត្រូវអនុវត្តចំពោះនរណាខ្លះបាទហើយនរណាបាទជាអ្នកទទួលបន្ទុកបង់ពន្ធប្រថាប់ត្រានេះបាទសូមជឿបាទជាបឋមនាងខ្ញុំសូមអរគុណដល់ពិធីករចាដែលបានលើកឡើងនិងផ្ដល់ជាកិត្តិយសឲ្យនាងខ្ញុំចូលរួមក្នុងកម្មវិធីនេះនិងចែករំលែកទៅលើប្រធានបទដែលនិយាយអំពីពន្ធប្រថាប់ត្រាជាទូទៅសាធារណជនមួយចំនួនគាត់មានការងឿងឆ្ងល់ជាខ្លាំងថាហេតុអីបានជាយើងត្រូវកាត់មានពន្ធប្រថាប់ត្រានេះឡើងហើយពន្ធប្រថាប់ត្រានេះខាងពន្ធដារក៏ប្រមូលទៅពន្ធនឹងក៏យកទៅណាអញ្ចឹងក្នុងថ្ងៃនេះក៏នាងខ្ញុំមានកិត្តិយសជាខ្លាំងក្នុងការចែករំលែកទៅលើបទពិសោធន៍ផ្ទាល់ដែលយើងបានជួបប្រទះកន្លងមកទៅលើពន្ធប្រថាប់ត្រានេះផងដែរគឺខាងអគ្គនាយកដ្ឋានពន្ធដារគឺធ្វើការប្រមូលដើម្បីយកមកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានារបស់ប្រទេសកម្ពុជារបស់យើងរួមមានផ្លូវថ្នល់និងមន្ទីរពេទ្យព្រមទាំងផ្ដល់នូវសេវាសាធារណៈផ្សេងៗដល់សាធារណជនផងដែរបាទចាហើយមួយវិញទៀតមុននឹងឈានចូលទៅដល់ពន្ធប្រថាប់ត្រារបស់យើងចាជាការចែករំលែកទៅលើចំណុចសំខាន់នេះខ្ញុំសូមធ្វើការបញ្យល់នៅពាក្យកលឹះមួយចំនួនដែលសាធារណជននឹងអាចជួបប្រទះនៅក្នុងចែករំលែករបស់យើងផងដែរទី1គឺតាក់ទងទៅលើពាក្យថាអចលនទ្រព្យអញ្ចឹងអចលនទ្រព្យនេះគឺសំដៅទៅលើផ្ទះដីអគារនិងសំណង់ផ្សេងដោយឡែកពាក្យថាចលនទ្រព្យគឺសំដៅទៅលើមធ្យោបាយដឹកជញ្ជូននានារួមមានរថយន្តកប៉ាល់ជាដើមរឿងម៉ូតូសម្ដៅរមាក់ចាសូមអរគុណហើយងាកចូលមកដល់សំណួររបស់យើងវិញគឺថាតើពន្ធប្រថាប់ត្រានេះត្រូវអនុវត្តចំពោះអ្នកណាខ្លះចាទី1គឺពន្ធប្រថាប់ត្រានឹងគឺ
កាត់ឡើងនៅពេលដែលមានការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់ចលនាទ្រព្យឬអចលនទ្រព្យទី2គឺជាការផ្ទេរចំណែកណាមួយឬទាំងស្រុងនៃភាគហ៊ុនរបស់ក្រុមហ៊ុនឬផលប្រយោជន៍ប្រហាក់ប្រហែលទី3គឺជាកិច្ចសន្យាផ្គត់ផ្គង់ទំនិញដែលមានការប្រើប្រាស់ថវិការបស់រដ្ឋនិងទី4គឺមានទៅលើផ្នែកលិខិតមានលក្ខណៈគតិយុត្តរួមមានលិខិតស្ដីពីការរំលាយបញ្ចូលក្រុមហ៊ុនគ្នាបានន័យថាគឺបញ្ចូលក្រុមហ៊ុន2មកជាក្រុមហ៊ុនមួយចាហើយមួយទៀតគឺជាលិខិតបិទក្រុមហ៊ុនអញ្ចឹងនាងខ្ញុំសូមបើកមុខកញ្ចក់បន្តិចចំពោះលិខិតបិទក្រុមហ៊ុនអញ្ចឹងជាទូទៅចំពោះសហគ្រាសចាសហគ្រាសគឺគាត់ជាសហគ្រាសឯកជនទទួលខុសត្រូវមានកម្រិតគឺគាត់ត្រូវបង់ពន្ធប្រថាប់ត្រាបិទទៅលើការបិទក្រុមហ៊ុនចំនួន1 លានរៀលដោយឡែកចំពោះសហគ្រាសគាត់ជាសហគ្រាសធុនតូចហើយនឹងជាសហគ្រាសបែបរូបវន្តបុគ្គលគឺគាត់មិនមានតម្រូវឲ្យបង់ទៅលើពន្ធប្រថាប់ត្រានេះទេចាសូមអរគុណបាទត្រង់ចំណុចនេះបាទចង់ឲ្យវាគ្មិនបន្ថែមដែរថាតើនរណាជាអ្នកទទួលបន្ទុកបង់ពន្ធប្រថាប់ត្រានេះបាទចាសំណួរនេះសំខាន់ហើយល្អដែលខ្ញុំគិតថាសាធារណជនមួយចំនួនសាធារណជនហ្នឹងគឺគាត់ចង់ដឹងជាខ្លាំងអញ្ចឹងចំពោះបុគ្គលដែលគាត់ត្រូវមានកាតព្វកិច្ចធ្វើការបង់ពន្ធប្រថាប់ត្រានេះផងដែរគឺជាអ្នកដែលគាត់ទទួលសិទ្ធិកម្មសិទ្ធិនិងសិទ្ធិកាន់កាប់ទៅលើចលនាទ្រព្យនិងអចលនទ្រព្យឬក៏មធ្យោបាយដឹកជញ្ជូនឬក៏យានយន្តគ្រប់ប្រភេទផងដែរហើយមួយវិញទៀតគឺជាអ្នកដែលទទួលបានសិទ្ធិកាន់កាប់ភាគហ៊ុនទី3គឺជាអ្នកទទួលកិច្ចសន្យាផ្គត់ផ្គង់ទំនិញដែលប្រើប្រាស់ថវិការដ្ឋនិងទី4គឺជាអ្នកដែលទទួលសិទ្ធិដែលទៅលើលិខិតលក្ខណៈគតិយុត្តដោយដែលបានលើកឡើងអំបញ្ញមិញនេះគឺជាការរំលាយបញ្ចូលក្រុមហ៊ុនជាមួយគ្នានិងបិទក្រុមហ៊ុនផងដែរចា៎បាទអរគុណណាស់ដោយវាគ្មិនបានលើកឡើងអំបញ្ញមិញនេះបាទឃើញមានបាទការជាប់ពាក់ព័ន្ធទៅនឹងការអនុវត្តពន្ធហ្នឹងទៅលើនរណាខ្លះហើយនរណាដែលទទួលខុសត្រូវហ្នឹងឃើញថាមានច្រើនគួរសមដែរអញ្ចឹងនៅក្នុងនោះខ្ញុំក៏ជឿថាទន្ទឹមនឹងការជាប់ពន្ធហ្នឹងក៏មានការអនុគ្រោះក៏ដូចជាការលើកលែងមួយចំនួនដែរអញ្ចឹងវាគ្មិនអាចបន្ថែមបានទេថាតកតងទៅនឹងការលើកលែងឬក៏ការអនុគ្រោះពន្ធប្រថាប់ត្រាហ្នឹងតើចំពោះការធ្វើប្រតិកម្មមានអ្វីខ្លះដែរបាទចាសូមអរគុណចាជាទូទៅយោងតាមបទពិសោធន៍កន្លងមកដែលខាងក្រុមហ៊ុន Comply Accounting និង Tax Service របស់យើងខ្ញុំបានជួបប្រទះនឹងជាការសំណូមពរពីខាងអតិថិជនរបស់យើងទូទៅធ្វើឲ្យយើងមានការចែករំលែកឬក៏ផ្ដល់យោបល់នៅគាត់ទៅលើពីបញ្ហានៃការលើកលែងអនុគ្រោះពន្ធនេះផងដែរអញ្ចឹងតកតងជាមួយនឹងបើយោងទៅតាមប្រកាសលេខចុះថ្ងៃទី26ខែមេសាឆ្នាំ2017ដែលស្ដីពីពន្ធប្រថាប់ត្រាគឺការអនុគ្រោះនិងការលើកលែងពន្ធប្រថាប់ត្រានោះគឺបានកាត់ឡើងគឺទៅលើប្រជាពលរដ្ឋទូទៅតាមលក្ខខណ្ឌដូចខាងក្រោមចាលក្ខខណ្ឌទី1នោះគឺជាការធ្វើប្រតិណកម្មពីខាងឪពុកម្ដាយបង្កើតទៅខាងកូនបង្កើតពីយាយតាបង្កើតទៅចៅបង្កើតរវាងប្តីនិងប្រពន្ធរវាងឪពុកម្ដាយបង្កើតទៅកូនបង្កើតនិងកូនប្រសាដែលពួកគាត់នៅដើម្បីបង្កើតទ្រព្យសម្បត្តិរួមមួយនៅក្នុងចំណងអាពាហ៍ពិពាហ៍របស់គាត់ហើយមួយវិញទៀតគឺពីយាយតាបង្កើតទៅចៅបង្កើតនិងចៅប្រសាក្នុងលក្ខខណ្ឌដូចគ្នាគឺស្ថិតនៅក្នុងចំណងអាពាហ៍ពិពាហ៍ដើម្បីបង្កើតទ្រព្យសម្បត្តិរួមផងដែរអញ្ចឹងគឺក្នុងលក្ខខណ្ឌនេះគឺមិនមានការបង់ពន្ធប្រថាប់ត្រានោះទេចាមិនមានការទេបានន័យថាលើកលែងពន្ធចាលើកលែងពន្ធហើយនេះខ្ញុំសូមបញ្ជាក់បន្តិចសាធារណជននឹងអាចឆ្ងល់ថាអ្វីទៅជាប្រតិណកម្មអញ្ចឹងប្រតិណកម្មនោះគឺជាការបែងចែកឬក៏ផ្ទេរកម្មសិទ្ធិកាន់កាប់ចលនាទ្រព្យអចលនទ្រព្យពីខាងមនុស្សរស់ទៅសម្ព័ន្ធញាតិរបស់យើងចាសូមអរគុណហើយពាក់ព័ន្ធទៅនឹងអត្រាគិតពន្ធនីតិសោតពាក់ព័ន្ធទៅនឹងពន្ធប្រថាប់ត្រាតើពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិឬក៏សិទ្ធិកាន់កាប់អចលនទ្រព្យនិងការផ្ទេរភាគហ៊ុនមានអត្រាគិតពន្ធប្រមាណភាគរយដែរចាសូមអរគុណចាចំពោះយោងតាមប្រកាសមិញដដែលនេះតកតងជាមួយនឹងពន្ធប្រថាប់ត្រាដោយយោងទៅតាមប្រកាសគឺពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យគឺយើងត្រូវបង់ពន្ធទៅតាមមាត្រា 4% ដោយឡែកគឺជាការផ្ទេរភាគហ៊ុនទាំងស្រុងឬចំណែកណាមួយរបស់ក្រុមហ៊ុនត្រូវបង់អត្រា 0.1% ទៅលើតម្លៃអចលនទ្រព្យនោះឬក៏តម្លៃភាគហ៊ុននោះផងដែរចា៎បាទ
ហើយពាក់ព័ន្ធនឹងពន្ធនេះបើសិនជាចាអាជីវកម្មគាត់បង់យឺតយ៉ាវតើគាត់ត្រូវរងទោសទណ្ឌឬក៏ពិន័យយ៉ាងដូចម្តេចដែរចា សូមអរគុណហើយសំណួរនេះគឺជាស្នូលសំខាន់នៅក្នុងការបត់ចែករំលែករបស់យើងនៅក្នុងថ្ងៃនេះផងដែរអញ្ចឹងបើសិនជាក្នុងករណីដែលសាធារណជនរបស់យើងពុំបានឬក៏អាចថាមានការធ្វេសប្រហែសពុំបានបង់ពន្ធប្រថាប់ត្រានេះបានត្រឹមត្រូវទេនៅពេលដែលខាងអគ្គនាយកដ្ឋានពន្ធដារគាត់ធ្វើការស្វែងរកទៅឃើញគឺគាត់ត្រូវមានកាតព្វកិច្ចបង់ពិន័យទៅលើពន្ធប្រថាប់ត្រានេះគឺស្មើចំនួនពន្ធប្រថាប់ត្រាដែលគាត់ត្រូវបង់អញ្ចឹងឧទាហរណ៍ថាការផ្ទេរកម្មសិទ្ធិរវាងបុគ្គល A និងបុគ្គល B គាត់ត្រូវបង់ពន្ធប្រថាប់ត្រា 4% នៃចំនួនថ្លៃពន្ធប្រថាប់ត្រារបស់គាត់ហ្នឹងគឺសរុបទឹកប្រាក់មកគឺ$8,000ប៉ុន្តែគាត់ភ្លេចភ្លាំងមិនបានបង់ទេដូច្នេះគាត់មានកាតព្វកិច្ចត្រូវបង់ពិន័យចំនួន$8,000ហើយនឹងបង់ពន្ធប្រថាប់ត្រា$8,000ទៀតគឺសរុបទៅ$16,000បាទមានថាគុណស្មើដើមចា100%ហ្នឹងបាទនេះឆ្នាំបន្ទាប់ចុះបើសិនជាករណីថាមានឆ្នាំបន្ទាប់ទៀតគុណអញ្ចឹងទៀតដែរទេចាចំពោះបើមានទៅឆ្នាំបន្ទាប់ទៀតវាអាចនឹងមានការប្រាក់ដែលយើងចែងពីខាងអគ្គនាយកដ្ឋានពន្ធដារទៅគឺចំនួន 1.5% ក្នុងមួយខែទៀតបាទអត់មានការលើកលែងជូនគាត់ខ្លះទេនៅពេលដែលគាត់អត់ដឹងអញ្ចឹងចាជាទូទៅបើសិនជាក្នុងករណីហ្នឹងច្បាប់បានចែងដូច្នេះប៉ុន្តែគាត់ថាបើក្នុងករណីដែលគាត់ត្រូវមានការស្នើសុំអនុគ្រោះឬយោគយល់ពីខាងអគ្គនាយកដ្ឋានពន្ធដារគាត់អាចដាក់លិខិតស្នើសុំបានទៅខាងនាយកដ្ឋានកិច្ចការរដ្ឋបាលទូទៅដើម្បីជម្រាបទៅឯកឧត្តមរដ្ឋមន្ត្រីប្រតិភូលោកធ្វើការសម្រេចនិងអនុម័តបាទអរគុណមែនទែននៅតែមានការលើកលែងជូនចាគ្រាន់តែថាបើគិតទៅគឺវាអាចយើងមិនអាចនិយាយច្បាស់ថាអូនឹងមានករណីនឹងកើតឡើងទេប៉ុន្តែយើងលើកទឹកចិត្តឲ្យសាធារណជនក៏ដូចអ្នកជាប់ពន្ធទូទៅធ្វើការប្រកាសបង់ពន្ធឲ្យបានត្រឹមត្រូវនិងតាមពេលវេលាកំណត់ចាអរគុណចាសូមអរគុណទៅដល់វាគ្មិនកិត្តិយសចាលោកស្រីប្រមត្តទស្សនិកជនវគ្គទី1ក៏បានឈានដល់ទីបញ្ចប់ហើយនេះខ្ញុំនឹងបន្តជំរាបសួរទៅកាន់វាគ្មិនរបស់យើងនៅក្នុងវគ្គទី2ជាបន្តទៀតពាក់ព័ន្ធទៅនឹងក្រុមហ៊ុន Comply តើក្រុមហ៊ុននឹងទទួលធ្វើសេវាកម្មអ្វីខ្លះទៅលើពន្ធប្រថាប់ត្រានេះហើយនៅក្នុងគណៈនេះសូមពេលសម្រាប់បន្តិចសិនចាកម្មវិធីអ្នកត្រូវដឹងនាំមកជូនដោយ Sunny Logistics ផ្ដល់ជូនសេវាកម្មនាំចេញនាំចូលនិងដឹកទំនិញគ្រប់ប្រភេទ USRV ផ្ដល់ប្រឹក្សាយោបល់អាជីវកម្មផ្នែកពន្ធដារគណនេយ្យនិងហិរញ្ញវត្ថុកម្មវិធីអ្នកត្រូវដឹងចាស្វាគមន៍លោកស្រីប្រមត្តទស្សនិកជនមកកាន់វគ្គទី2នៃកិច្ចសម្ភាសជុំវិញទៅនឹងពន្ធប្រថាប់ត្រារបស់យើងនៅសប្តាហ៍នេះហើយនេះខ្ញុំនឹងបន្តជំរាបសួរទៅកាន់វាគ្មិនរបស់យើងចំពោះក្រុមហ៊ុនចា Comply Accounting and Tax ផ្ទាល់ដែលជាអ្នកជំនាញនៅក្នុងការរៀបចំការប្រកាសពន្ធផ្សេងៗតើអាចជួយទៅដល់អតិថិជនរបស់ខ្លួនទៅលើអ្វីខ្លះចំពោះការបង់ពន្ធប្រថាប់ត្រានេះចាសូមជឿចាអរគុណបងពិធីករនិងពិធីការនីចាចំពោះដោយដែលបានលើកឡើងនៅខាងដើមទៅលើសេវាកម្មចម្បងរបស់ក្រុមហ៊ុន Comply Accounting និង Tax Service របស់យើងខ្ញុំសាធារណជននឹងមានចម្ងល់ថាក្រៅពីសេវាកម្មទាំងអស់នេះតើពួកយើងនឹងមានសេវាផ្សេងដទៃទៀតដើម្បីជួយសម្រួលការងារដល់អ្នកជាប់ពន្ធទាំងអស់នៅក្នុងប្រជាជាតិកម្ពុជាឬទេចម្លើយចាគឺមានពីខាងក្រុមហ៊ុន Comply Accounting Tax Service ពួកយើងតែងតែគិតពីសុខុមាលភាពហិរញ្ញវត្ថុនិងអនុលោមភាពរបស់សហគ្រាសមួយឬក៏ក្រុមហ៊ុនរបស់យើងដែលជាអតិថិជនដើម្បីបម្រើឲ្យបម្រើសេវាកម្មឲ្យបានល្អនិងប្រកាសថាពួកគាត់គឺអនុលោមទៅតាមច្បាប់សារពើពន្ធនៃប្រជាជាតិកម្ពុជាដោយឡែកទៅតាមបទចែករំលែកនឹង topic របស់យើងនៅក្នុងថ្ងៃនេះដែលចែងអំពីពន្ធប្រថាប់ត្រាពួកយើងជាក្រុមហ៊ុន Comply Accounting Tax Service ជាភ្នាក់ងារសេវាកម្មពន្ធដារក៏មានការងារជួយសម្រួលនិងប្រកាសបង់ពន្ធប្រថាប់ត្រាទៅលើចលនាទ្រព្យឬក៏អចលនទ្រព្យទៅលើការផ្ទេរកម្មសិទ្ធិរបស់អស់លោកអ្នកផងដែរក្នុងនោះគឺពួកយើងមានជាការផ្ដល់ប្រឹក្សាយោបល់នៅមុនពេលដែលលោកអ្នកអស់លោកស្រីមានចលនាទ្រព្យឬអចលនទ្រព្យដែលត្រូវផ្ទេរកម្មសិទ្ធិមិនថាពីសមាជិកគ្រួសារឬក៏ទៅកាន់អ្នកដទៃផ្សេងទៀតដែលជាដៃគូពាណិជ្ជកម្មរបស់អស់លោកលោកស្រីដូចនេះផងដែរពួកយើងក៏មានរៀបចំនៅឯកសារគតិយុត្តនានាស្របតាមច្បាប់សារពើពន្ធក៏ដូចជាមានការប្រកាសបង់ពន្ធឲ្យបានត្រឹមត្រូវទៅតាមច្បាប់ពន្ធដារដែលបានចែងដូចខាងដើមនេះផងដែរដូច្នេះបើសិនជាអស់លោកស្រីអ្នកនាងកញ្ញាមានចម្ងល់ឬបញ្ហាផ្សេងកុំស្ទាក់ស្ទើរក្នុងការតាក់ទងមកកាន់ក្រុមហ៊ុន Comply Accounting Tax Service របស់ពួកយើងដើម្បីជួយសម្រួលទៅដល់វិបត្តិរបស់អស់លោកលោកស្រីអ្នកនាងកញ្ញានិងធានាឲ្យបាននៅសុខសុវត្ថិភាពផ្នែកហិរញ្ញវត្ថុនិងអនុលោមភាពរបស់អស់លោកលោកស្រីអ្នកនាងកញ្ញាផងដែរចា៎បាទអរគុណវិក្កាមកិត្តិយសមែនទែនបាទទោះបីថា
វិក្កាមកិត្តិយសបាទមានជំនាញក៏ដូចជាមកពីខាងផ្នែករៀបចំឯកសារប្រកាសពន្ធផ្សេងៗដូចជាបានរាប់រៀបជូនទៅកាន់ទស្សនវិជ្ជាបាញ់នេះបាទខ្ញុំក៏ចង់ឲ្យវិក្កាមចែករំលែកបន្ថែមដែរបាទព្រោះថាអតិថិជនរបស់យើងខ្លះការងារមួយចំនួនគាត់ធ្វើខ្លួនឯងបានការងារមួយចំនួនគាត់ពិបាកក្នុងការធ្វើខ្លួនឯងអត់ពេលវេលាជាដើមហ្នឹងទៅគាត់ពឹងខាងក្រុមហ៊ុនដើម្បីឲ្យជួយសម្បត្តិសម្រួលដូចជាធានាបាននៅសុវត្ថិភាពហេតុអញវត្ថុជាដើមអញ្ចឹងតែតាក់ទងទៅនឹងត្រង់ចំណុចនេះចំពោះអចលនទ្រព្យបាទដែលមានទីតាំងនៅតាមបណ្ដាខេត្តបាទថាតើពួកគាត់អាចរៀបចំឯកសារនានាអីបាទមកប្រកាសពន្ធក៏ដូចជាបងពន្ធប្រថាប់ត្រាយជាដើមហ្នឹងនៅអគ្គនាយកដ្ឋានពន្ធដារបានដែរឬទេបាទចាសូមអរគុណពិធីករចាតកតងជាមួយនឹងសំណួរនេះគឺខ្ញុំគិតថាវាគឺជា snowball មួយដែលមានរសជាតិសំខាន់ដែលសាធារណជនគាត់នឹងចាប់អារម្មណ៍និងធ្វើការចង់ដឹងជាខ្លាំងពីព្រោះយើងដឹងស្រាប់ហើយសាធារណជនមួយចំនួនគឺគាត់អត់មានពេលវេលាគ្រប់គ្រាន់ទេក្នុងការធ្វើដំណើរទៅមកពីខាងទីតាំងមួយទៅទីតាំងមួយវាអាចជាការខាតពេលវេលាឬក៏ខាតបងថវិកាមួយចំនួនប៉ុន្តែក្នុងករណីនេះផងដែរនេះខ្ញុំសូមបញ្ជាក់បន្តិចចំពោះការប្រកាសបងពន្ធប្រថាប់ត្រាគឺបើសិនជាអចលនទ្រព្យរបស់លោកលោកស្រីអ្នកនាងកញ្ញាស្ថិតនៅក្នុងខេត្តណាអញ្ចឹងលោកលោកស្រីអ្នកនាងកញ្ញាត្រូវធ្វើការប្រកាសបងពន្ធប្រថាប់ត្រានៅក្នុងសាខាពន្ធដារខេត្តនោះផងដែរចាប៉ុន្តែមានករណីសំខាន់មួយដែលលើកលែងបើសិនជាក្នុងករណីលោកលោកស្រីអ្នកនាងកញ្ញាចង់ប្រកាសបងពន្ធប្រថាប់ត្រានៅអគ្គនាយកដ្ឋានពន្ធដារលោកលោកស្រីនាងកញ្ញាអាចប្រកាសបានប៉ុន្តែលោកស្រីនាងកញ្ញាត្រូវទៅធ្វើការតាក់ទងផ្ទាល់ជាមួយនៅនាយកដ្ឋានចលនាទ្រព្យនិងអចលនទ្រព្យនៃអគ្គនាយកដ្ឋានពន្ធដារនោះមន្ត្រីនៅនាយកដ្ឋានហ្នឹងអចលនទ្រព្យនិងអចលនទ្រព្យហ្នឹងពួកគាត់នឹងធ្វើការរៀបចំឯកសារដើម្បីប្រកាសបងពន្ធជូនទៅដល់អ្នកជាប់ពន្ធទូទៅទាំងអស់ដើម្បីជួយសម្រួលដល់ផលវិបាកនិងផ្ដល់ភាពងាយស្រួលដល់អ្នកជាប់ពន្ធផងដែរចា៎បាទមែនតើទៅនិយាយជារួមគឺយើងអាចបាទទៅប្រកាសនៅអគ្គផ្ទាល់តែម្ដងបានបាទអរគុណណាស់បាទអញ្ចឹងតាមរយៈដែលវិក្កាមបានលើកឡើងជាច្រើនហើយយ៉ាងលម្អិតបាទហើយបានបញ្ជាក់ច្បាស់បាទអំពីការបងពន្ធប្រថាប់ត្រាក៏ដូចជាអ្នកណាអ្នកជាប់ពន្ធអ្នកណាដែលត្រូវទទួលបន្ទុកអីផ្សេងៗហ្នឹងអញ្ចឹងបាទជាចុងក្រោយនេះបាទថាតើកញ្ញាមានអ្វីបន្ថែមទៀតទេទៅលើប្រធានបទរបស់យើងក៏ដូចជាសារផ្ដាំផ្ញើពិសេសបាទទៅកាន់បាទអ្នកដែលជាប់ពន្ធផងដែរបាទសូមអញ្ជើញចាជាចុងបញ្ចប់នៃបទចែករំលែករបស់យើងនៅក្នុងថ្ងៃនេះនាងខ្ញុំក៏សូមថ្លែងអំណរគុណជាខ្លាំងទៅដល់ទី1គឺទៅដល់អតិថិជនយើងទាំងអស់របស់ក្រុមហ៊ុន Comply Accounting និង Tax Service ដែលធ្វើការគ្រប់គ្រងក្រុមហ៊ុនរបស់យើងតាំងពីដើមរហូតមកដល់ពេលនេះធ្វើឲ្យយើងកាន់តែមានតម្លាភាពនិងភាពស្មោះត្រង់ព្រមទាំងមានចក្ខុវិស័យផ្សេងៗដើម្បីបង្កើនខ្លួនឯងឲ្យកាន់តែខ្លាំងមួយទៀតដើម្បីបម្រើសេវាកម្មដល់អស់លោកលោកស្រីអ្នកនាងកញ្ញាហើយម្យ៉ាងវិញទៀតក៏សូមអរគុណជាខ្លាំងដល់អតិថិជនថ្មីរបស់យើងដែលបានធ្វើការណែនាំសេវាកម្មរបស់ពួកយើងទៅកាន់អតិថិជនថ្មីដែលជាដៃគូពាណិជ្ជកម្មរបស់ពួកគាត់ផងដែរហើយមួយវិញទៀតបើសិនជាអស់លោកលោកស្រីអ្នកនាងកញ្ញាមានចម្ងល់ឬក៏ធ្វើការពិភាក្សាទៅលើផ្នែកសេវាកម្មពន្ធដារគណនេយ្យនិងសវនកម្មជាមួយនឹងខាងយើងខ្ញុំរួមមានទាំងការចុះបញ្ជីពាណិជ្ជកម្មនៅខាងក្រសួងពាក់ព័ន្ធដទៃផ្សេងលោកអ្នកអាចតាក់ទងមកកាន់ក្រុមហ៊ុន Comply Accounting Tax Service បានដោយលោកអ្នកអាចស្វែងរកពួកយើងនៅអាស័យដ្ឋានគឺនៅបរិយា Orchidea The Royal ផ្លូវ 2004 ផ្ទះលេខ 16 ផ្លូវនិរដីឬក៏តាក់ទងទៅតាមលេខទូរស័ព្ទ 087 222 599 និងលេខទូរស័ព្ទ 087 222 996 ឬក៏អាចតាក់ទងទៅបានតាមគេហទំព័រឬក៏ email របស់យើងដែលមានបញ្ចេញនៅលើនេះផងដែរគឺ info@catcambodia.com ចាសសូមអរគុណបាទអរគុណមែនទែនចាសូមអរគុណទៅដល់វិក្កាមរបស់យើងដែលបានចែករំលែកយ៉ាងក្បោះក្បាយនិងច្បាស់ជូនទៅដល់ទ្រទស្សនិកជនដែលកំពុងតែតាមដានទស្សនានៅការផ្សាយរបស់យើងនាពេលនេះនៅក្នុងគណៈនេះវត្តមានយើងខ្ញុំទាំងពីរនាក់ក៏ដូចជាវិក្កាមកិត្តិយសនិងក្រុមការងារសូមអរគុណនិងសូមគោរពលាជួបគ្នាសប្តាហ៍ក្រោយតាមពេលវេលានិងម៉ោងដដែលកម្មវិធីអ្នកត្រូវដឹងនាំមកជូនដោយ Sunny Logistics ផ្ដល់ជូនសេវាកម្មនាំចេញនាំចូលនិងដឹកទំនិញគ្រប់ប្រភេទ USRV ផ្ដល់ប្រឹក្សាយោបល់អាជីវកម្មផ្នែកពន្ធដារគណនេយ្យនិងហិរញ្ញវត្ថុ